อัดសូមជម្រាបសួរទៅដល់លោកគ្រូអ្នកគ្រូនៃវិទ្យាល័យនេតយ៉ាងទាំងអស់ជាពិសេសគឺគ្រូមុខវិជ្ជានិងគ្រូបន្ទុកថ្នាក់បាទវីដេអូនេះគឺខ្ញុំចង់បង្ហាញអំពីរបៀបចូលទៅប្រើប្រាស់ website របស់វិទ្យាល័យនេតយ៉ាងដែលបានបង្កើតថ្មីហ្នឹងប្រើប្រាស់នៅលើទូរស័ព្ទដៃអញ្ចឹងដើម្បីអាចប្រើប្រាស់បានគឺលោកគ្រូនិងគ្រូត្រូវបើកកម្មវិធីជ្រោមបាទដើម្បីឲ្យការអនុវត្តដូចគ្នាគឺលោកគ្រូគ្រូប្រើជ្រោមតែម្ដងគឺ download កម្មវិធីជ្រោមមកអញ្ចឹងគឺខ្ញុំនឹងបើកកម្មវិធីជ្រោមបាទជាដំបូងគឺយើងអត់ទាន់មាន website ទេគឺយើងមាននៅខាងលើនេះអញ្ចឹងលោកគ្រូអ្នកគ្រូអាចវាយពាក្យថា netyoung បាទ netyoung hs.com បាទ netyoung hs.com គឺមកពីពាក្យពេញថា netyounghighschool.com បាទអញ្ចឹងយើងចុចលើនឹងប៉ក់គឺលោកគ្រូនឹងឃើញផ្ទាំងមួយដែលវានឹងលោតមកដូចរូបបាទអញ្ចឹងលោកគ្រូនឹងត្រូវចុចទៅលើចំណុចត្រេ3ផ្នែកខាងស្ដាំផ្នែកខាងលើនេះគឺលោកគ្រូនឹងឃើញប៊ូតុង option 3គឺគ្រូបង្រៀនសិស្សហើយនិងអង្គភាពអញ្ចឹងសម្រាប់លោកគ្រូអ្នកគ្រូដែលជាគ្រូមុខវិជ្ជាក៏ដូចជាគ្រូបន្ទុកថ្នាក់គឺត្រូវតែជ្រើសរើសយកកន្លែងគ្រូបង្រៀនបាទយើងចុចលើកន្លែងគ្រូបង្រៀនហ្នឹងមកអញ្ចឹងលោកគ្រូអ្នកគ្រូអាចទី1គឺត្រូវបំពេញឈ្មោះ username ដែលខ្ញុំបានបង្កើតជូនក៏ដូចជា default password បាទ default password គឺលោកគ្រូអ្នកគ្រូដែលខ្ញុំបានដាក់ដូចគ្នាទាំងអស់គឺ netyoung 2025ដោយ net ហ្នឹងគឺ n អក្សរធំបាទអញ្ចឹងឈ្មោះលោកគ្រូអ្នកគ្រូគឺត្រូវផ្ដើមដោយអក្សរធំដោយឈ្មោះខ្ញុំអញ្ចឹងគឺ VONG TONG ដកឃ្លាមកគឺTONG សម្រាប់គ្រូអ្នកគ្រូដែលបង្រៀន2មុខឬក៏3មុខគឺត្រូវចុចហើយគឺត្រូវដាក់ឈ្មោះបាទអញ្ចឹង password គឺយើងយើងអាចចុចកន្លែងបើកភ្នែកនេះមកបាទលើទូរស័ព្ទដៃណាជួយ n អក្សរធំ ETYANG 2025បាទrồiហើយយើងចុចលើពាក្យថាចូលបាទមកដល់កន្លែងនេះគឺលោកគ្រូគ្រូត្រូវតែបើសិនជាប្រើលើទូរស័ព្ទដៃគឺលោកគ្រូគ្រូចុចលើពាក្យថា save បាទពី save នេះគឺមានន័យថាយើង save ទុកនៅក្នុងcookie របស់ជ្រោមដើម្បីពេលដែលលោកគ្រូគ្រូបើកមកលើក្រោយគឺមិនបាច់ចាំវាយ password ទៀតទេបាទចុច save យ៉ាងមកអ្វីដែលលោកគ្រូគ្រូត្រូវតែធ្វើជំហានដំបូងគឺគ្រូត្រូវតែបដូរ password ថ្មីដើម្បីសុវត្ថិភាពណាដើម្បីបដូរ password ថ្មីគឺលោកគ្រូត្រូវចុចនៅលើរូប profile តោះមកយើងឃើញកន្លែងដាក់ថាពាក្យសម្ងាត់បាទមើលចុះក្រោមមកយើងចុចលើពាក្យថាបដូរកន្លែងនេះគឺគេដាក់ថាពាក្យសម្ងាត់ចាស់បាទអញ្ចឹងពាក្យសម្ងាត់ចាស់ហ្នឹងគឺលោកគ្រូត្រូវបាទវាយ password លេខសម្ងាត់ដែលខ្ញុំបានផ្ដល់ជូនបាទអញ្ចឹងគឺកន្លែងនេះគឺយើងដាក់មក NETYANG 2025បាទហើយខាងក្រោមនេះគឺជាលេខសម្ងាត់ថ្មីគឺលោកគ្រូអាចដាក់អ្វីក៏បានដែរឲ្យតែចាំហើយកុំឲ្យគេដឹងបាទដឹងតែខ្លួនឯងបានហើយបាទខាងក្រោមបាទខាងក្រោមនេះគឺជាលេខសម្ងាត់យើងត្រូវដាក់ថាពាក្យសម្ងាត់ថ្មីម្ដងទៀតបាទពេលដែលយើងបដូររួចហើយគឺយើងត្រូវចុចលើរក្សាទុកបាទអញ្ចឹងពាក្យសម្ងាត់ហ្នឹងគឺយើងត្រូវអាប់ដេតបើសិនជាយើងបដូរហើយយើងចុចអាប់ដេតពាក្យសម្ងាត់ថ្មីឡើយនេះបាទហើយកន្លែងនេះសម្រាប់លោកគ្រូអ្នកគ្រូដែលអត់មានរូបថតបាទរូបថតហ្នឹងប៉ុន្តែសម្រាប់គ្រប់គ្រូទាំងអស់គឺខ្ញុំបានអាប់ដេតរូបថតរួចហើយណាអញ្ចឹងគឺអត់បញ្ហាទេកន្លែងរូបថតនេះបាទខ្ញុំចុចបិទអ្វីដែលសំខាន់មួយទៀតគឺលោកគ្រូអ្នកគ្រូអាចឥឡូវខ្ញុំចុច refresh មួយសិនបាទខ្ញុំនឹងបង្ហាញផ្ទាំង background នៅខាងនេះអញ្ចឹងលោកគ្រូទាំងពិបាកប្រើវាអត់មានជា app បាទត្រូវមានជា app យើងស្រួលចុចដូចជាកម្មវិធីនៅលើនេះអញ្ចឹងណាទូរស័ព្ទឆ្លាតវៃឥឡូវគឺអត់ចាំបាច់ថា app ទេគឺយើងអាចប្រើដូច app បានមានន័យថាលោកគ្រូគ្រាន់តែចូលទៅ
website នឹងហើយបាទ website នៅចង់ teacher កន្លែងនេះ teacher អញ្ចឹងបាទចឹងគ្រូទៅគាត់ឲ្យចុចនៅនេះចំណុច3ខាងនេះសម្រាប់ទូរស័ព្ទដៃគឺយើងឃើញមានពាក្យថា add to home screen សម្រាប់ iPhone អីវានៅខុសគ្នាបន្តិចបាទចឹងចុច add to home screen នេះហើយកន្លែងនេះគេដាក់ថា Net Young High School ចុចលើពាក្យថា add បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំត្រូវបិទកម្មវិធីនេះចោលបាទឥឡូវនេះគឺយើងនឹងបាន logo វិទ្យាល័យ Net Young ដែលមានឈ្មោះថា Net Young នៅកន្លែងនេះអញ្ចឹងលើក្រោយគ្រូគ្រាន់តែចុចនៅលើ logo ហ្នឹងមកបាទចុចនៅលើ logo ហ្នឹងវាចូលទៅដល់កម្មវិធីហ្នឹងតែម្ដងបាទចូលទៅដល់កម្មវិធីហ្នឹងតែម្ដងបាទឃើញទេប៉ុន្តែបើសិនជាលោកគ្រូចូលមកដល់កន្លែងនេះបាទយើងគ្រាន់តែចុចលើចំណុចត្រេ3ចុចកន្លែងគ្រូបង្រៀននេះមកបាទអញ្ចឹងកន្លែងឈ្មោះនេះគ្រាន់តែយើងចុចប៉ុណ្ណឹងគឺនេះ password ដែលយើងបាន save យើងគ្រាន់តែចុចលើឈ្មោះ password ដែលយើងបាន save មកគឺយើងមិនបាច់ចាំវាយ password ទៀតទេបាទគឺវាបំពេញ username និង password ស្វ័យប្រវត្តិបាទអញ្ចឹងវីដេអូតាក់ទងនឹងរបៀប login និងរបៀប pro password គឺត្រូវបានបញ្ចប់វីដេអូក្រោយខ្ញុំនឹងបង្ហាញតួនាទីសំខាន់ដែលមាននៅក្នុង app នេះបន្តទៀតបាទសូមអរគុណសូមជម្រាបលា